Này ngày nay nhưng mà mình về video mình tó đây vậy bị comment line nói ngày nay mình chơi nhưng mà mình thuê video vậy bị permission đây cái yang phục là ownership line nói chúng mình ở đây mình sẽ phá được cái phá được cái hay chúng mình là cả sẽ comment một channel để chia CH mode để chỉ cả set permission để chỉ làm cái tập 4 này chúng ta đang thay tới chia ownership để own nó có năng pha được ở directory không lại nick cứ miền page ownership chỉ nón váy để ownership mỗi hạt thà user TP group TP order để user nó cứ chịu page owner user để nè account cha accountของ file ឬក៏ directory តែម្ដងthì group ជា group ជា page container មួយដែលផ្ដោតដោយ user ច្រើនហើយ order ហ្នឹងជាមានថា user អាច access ទៅ file ហ្នឹងបានអូខេដើម្បី check មើល permission យើងតាម check តាម ls ហើយដក l តែយើងឃើញថាហ្នឹង check ទៅចំពោះនេះនៅ user root ហើយ check នៅលើ directory home ដែលយើងឃើញថាមានក្នុង home ក្នុង home យើងមាន user 2យើងក៏ឬក៏មាន directory 2ដែល directory 1ជា on1 y2 ហើយ directory 2 1.2តែយើងអាចឃើញបានថានេះកន្លែងនេះគឺមានក្បាល D នេះតំណាងឲ្យ directory បើសិនជាដកខាងមុខតំណាងឲ្យជា file នេះយើងឃើញថាមាន directory ហើយ O នេះតំណាងឲ្យ read W តំណាងឲ្យ write X តំណាង execute អញ្ចឹងន័យថាហើយនេះត្រូវមានអក្សរបន្តទៀតទីហោនេះដែលខាងមុខហ្នឹងគឺតំណាងឲ្យ user ហើយ clear បន្ទាប់ហ្នឹងតំណាងឲ្យ group ហើយ clear បន្ទាប់ទៀតតំណាង order ដែលយើងឃើញអាចតេស្តនៅនេះណាមួយហើយយើងអាចតេស្តនេះយើងអាចមើលបានclear បន្ទាប់ទៀតតំណាងឲ្យ group ហើយនេះតំណាង order ន័យថាឧទាហរណ៍ test file នេះ account របស់គាត់ឈ្មោះថា m1 ហ្នឹងគាត់អាចធ្វើការ read write execute file ហ្នឹងបាន directory ហ្នឹងបានហើយក្នុង group គឺមានន័យថា group គាត់ហ្នឹងអាចធ្វើការ execute ជាមួយនឹង read directory ហ្នឹងហើយចំពោះ user ផ្សេងអាចត្រឹមបានតែ execute ទេគឺអាចធ្វើផ្សេងបានក្រៅពីហ្នឹងទេហើយចំពោះ file គឺវាដំណើរការដូចគ្នារបៀបហ្នឹងអូខេហើយចំពោះនៅតការបង្ហាញទៅលើ command ដែល command គឺមានរបៀបផ្សេងច្រើនដូចជា absolute mode ឬក៏ numeric mode ហ្នឹងហើយមួយទៀតក៏ជា symbol mode ដែលជាដើម absolute mode ដែលគេប្រើតាមរយៈ command ឈ្មោះថា ch mode ch mode ហើយដក clear មកគឺជាប្រភេទ option ហើយ option ហ្នឹងគឺវាដូចជា dynamic mode តំណាងឲ្យលេខ0និងលេខ7ដែល0តំណាងឲ្យ no permission លេខ1តំណាងឲ្យ execute លេខ2 write លេខ3 write 4 execute លេខ4 read ជាដើមហើយលេខ7អី read write បរិ7 read write ទាំងអស់ read write execute លេខ6 read write ហើយបើចំពោះ symbol គឺវាមានដូចជា operator ឬក៏ user directory ជាដើមដែល operator មានលេខបូកលេខដកសញ្ញាស្មើហើយ user donation ដែលវាមានដូចជា UGOA ជាដើមដែលតម្រងវាគឺ C mode ហើយ option ដែលមានដូចជាខ្ញុំបាននិយាយមុនហើយបន្តមកឈ្មោះ file ហើយខ្ញុំសំតែទៅលើការ say numeric mode លេខដែលចង់ set ឲ្យ directory ដែលមានឈ្មោះថា test permission ហ្នឹងឲ្យ read ទាំងអស់ដែល user ក៏ read group ក៏ read ហើយ order ក៏ read អញ្ចឹងយើងអាចតេស្តតាមរយៈលេខ4ដែលលេខ4តំណាងឲ្យ read only អញ្ចឹងលេខ4អញ្ចឹងយើងសេលេខ4 3ដងដោយសារយើងមាន3 clear លេខ4ហើយឈ្មោះរបស់ directory គឺក៏ file ហ្នឹងមកអូខេខ្ញុំតែយើងនឹងការ check អូខេឥឡូវយើងឃើញថាគឺយើងបានបដូរ permission ហើយគឺ read only អូខេបងyeah ហើយចំពោះការតេស្តទៅលើតេស្តទៅលើ simple mode ណោះគឺថាoperator ហ្នឹងយើងអាចធ្វើការតេស្តតាមរយៈ ch ដែរហើយ mode ធ្វើការតេស្តu + x ហើយការ file
testហ្នឹង JS 8 check អូខេអានេះយើងបន្ថែម execute សម្រាប់ user តែបិទដោយសារ file ហ្នឹងយើងបានវាមានគ្រប់សពហើយចឹងទៅការ change វាសិនទៅព្រោះ ca remove permission ឬណាមួយយើងប្រើ .u សម្រាប់ user ហ្នឹងយើងចង់ remove all យើងដាក់ a តែយើងចង់ remove តែ user test CSS ហ្នឹងយើងអាចធ្វើការដាក់ u តំណាងឲ្យ user g តំណាងឲ្យ group o តំណាង other a តំណាង all ចាំចង់ user ដែល user យើង read write execute ចឹងតែ user ហើយយើងដកមកយើងហៅ remove អីគេហ្នឹងហើយ remove ដកហ្នឹង remove ហើយ all ហ្នឹង read only ចឹងយើងឲ្យវាទៅជា read only ការ test gs.sh ចឹងឲ្យ check វានឹងឃើញហើយវានឹងលុបវានឹងទៅជា read execute ជាមួយនឹង RAM ថាយើង remove read permission សម្រាប់ user ឡើយហ្នឹងយើង remove មាន add ទេហើយចំណុចបន្ទាប់យើងឲ្យធ្វើការហ្នឹងហើយយើងប្រើ operator ជាមួយនឹង user denotation ហ្នឹងគឺ combine មួយគ្នាគឺវាលឿនហើយស្រួលហើយយើងប្រើលេខក៏បានដែរអូខេឥឡូវខ្ញុំតបការបង្ហាញទៅលើ test នៅលើ user តែម្ដងហើយដែលខ្ញុំបាន change ទៅកាន់ user មួយឈ្មោះថា on154 ហើយយើងឃើញថា file ហ្នឹងគឺមានប៉ុណ្នេះហើយយើងធ្វើការទៅលើ file មួយឈ្មោះថា test.js.sh ហ្នឹងដែលយើងអាចឃើញថា user គាត់មានតែ write ជាមួយនឹង execute ទេអញ្ចឹងយើងធ្វើការ write read ជាមួយ execute write ជាមួយ execute ហើយធ្វើការ read ហើយដើម្បី read យើងធ្វើការ cat មកហើយ test.js.sh អូខេយើងឃើញថាគឺ permission deny អញ្ចឹងមានន័យថាវាអត់មាន user ដែលមួយឈ្មោះថា on154 ហ្នឹងគឺអត់មាន permission ក្នុងការ read file ហ្នឹងមកក្រៅទេដោយសារយើង set នៅក្នុង root ហើយគឺហើយចំពោះ write execute អីគឺវាដើរដូចគ្នាបែបហ្នឹងអូខេយើងក៏អាចធ្វើការទៅលើ C command មួយមានថា cho ដែលបដូរ file របស់ខ្លួនយើងយើងអាចធ្វើការប្រើ command cho ហើយធ្វើការ user យើងដាក់តែ អូខេដោយសារនេះយើងដាក់ឈ្មោះខុស 1 4ហើយ test sh នេះដោយសារ file នៅក្នុង account on154 អញ្ចឹងដូរទៅក៏វានៅតែដដែលវាអត់មាន play អីទេអញ្ចឹងយើងធ្វើការចូល root វិញអូខេហើយយើងធ្វើការ check ហើយយើងការ test on ឬ change on ចឹងយើងដាក់2ទៅ account ឈ្មោះថា 1 2ហើយការ test gs.sh អូខេការ check អូខេយើងមើលកន្លែងនេះគឺវាបានបដូរហើយទៅ 1 2អញ្ចឹងន័យថាយើងអាចធ្វើការបដូរfile ឈ្មោះថា test អីចឹងឲ្យទៅជាកម្មសិទ្ធិរបស់ account មួយឈ្មោះថា 1 2វិញអូខេហើយយើងអាចបដូរគ្រប់អីបានតាមយ៉ាងហ្នឹងដែរដោយយើងអាច set ជីដូចជាតាមរយៈ co ហើយ user ចុច2ហើយ group របស់យើងហ្នឹងហើយ file យើងចង់តេស្តគឺរបៀបហ្នឹងអញ្ចឹងនេះដោយសារខ្ញុំមាន user ចឹងមាន group ចឹងការបង្ហាញទៅហ្នឹងហើយយើងអាចធ្វើការ change group បានដូចគ្នាតាមរយៈ ch group chgop ហើយឈ្មោះ group របស់យើងមកហើយ file ឡើងទៅការតេស្តgroup ពេលបង្កើតមាន group មាន user ពេលបង្កើត account អញ្ចឹងអាចតេស្តបាន
testing នេះគឺវាមានគ្រប់មួយវាតែអត់ពីរណាអូខេហើយគ្រប់គឺបានបដូរអញ្ចឹងហើយជំរាបតទៅលើ sticky bit sticky bit គឺតាំងឲ្យតាំង C mode ដែរ CX mode ហើយ sticky bit គឺពីច្រាស់វិញគឺវាលេខ1លេខ1គឺ stick ឡើងឲ្យ sticky bit ហើយ7ហ្នឹងគឺ permission ដែលវាគេប្រើវាដើម្បីការពារកុំឲ្យ user ទៅហ្នឹងលុប file របស់ user មួយដែលពួកគាត់ចង់ការពារហ្នឹងអញ្ចឹងឥឡូវហើយដោយសារខ្ញុំអាចស្ដាក់ sticky bit ទៅលើ folder មួយដែលចូលតា test check អូខេយើងបានដាក់ sticky bit ហើយទៅលើ parameter test permission ណា user គ្រប់គ្នាហ្នឹងពួកគាត់អាច read write បានដោយយើងបានដាក់មួយតំណាងឲ្យ sticky bit ហើយ7ពីមុខពីក្រោយ3ហ្នឹងតំណាងឲ្យ permission ដែល7ហ្នឹងគឺ read write បានហើយទាំងអស់ហើយដល់ពេលចេញអញ្ចឹងន័យថា user ទាំងអស់អាច read write បានតែពួកគាត់អាចលុបបានទេហើយចំណុចបន្ទាប់គឺ SGID ដែល SGID ហ្នឹងតំណាងឲ្យលេខខាងមុខលេខ2គឺប្រើ C mode ដូចគ្នាហើយវាតំណាងឲ្យលេខមុខលេខ2ដាក់លេខពុកលេខ2គឺតំណាងឲ្យ SGID ហើយយើងអាច set បានហើយ file ហ្នឹង run នៅក្នុងតែគ្រប់ទេហើយចំពោះបន្តគឺ UMask ដែល UMask ហ្នឹងគឺមើល default permission មើល mask